សួស្តីបងៗទាំងអស់គ្នាហើយក៏រីករាយជាមួយនឹងថ្ងៃបនសិទ្ធនារីទាំងអស់គ្នាណាអាវ៉ាន់ចូលស្តុបចាំថ្ងៃបនសិទ្ធនារីតែម្ដងអញ្ចឹងបងនារីដែលគាត់ចង់បានជាប្រភេទកូនក្មេង grade A និង VIP បងមកតាក់ទងមកណាអាវ៉ាន់មាននៅក្នុងស្តុបស្រាប់ធានាគុណភាពថាស្អាតខ្លាំងមែនតែនតែម្ដងជូនបងណាកាត់បើសិនជាមិនស្អាតដូរយកលុយវិញបងភ្ញៀវគេឲ្យ feedback មកច្រើនណាថាវ៉ាន់គឺស្អាតបងសម្រាប់កូនក្មេងខាងឃ្លាំងគឺថាជាប់ចំណាប់ថ្នាក់លំដាប់លេខ1តែម្ដងបងចង់បាន VIP ក៏បានបងចង់បានយក grade A ក៏បានគ្រាន់តែសារនេះចូលជាប្រភេទ grade A ច្រើនជាង VIP ណាបងណារដងចូលមករៀងស្មើគ្នាអាចក៏មានជា VIP ច្រើនដូចគ្នាដែរដោយសារតែមានភ្ញៀវដែលគាត់កំងជាមួយនឹងប្រភេទ VIP ច្រើនណាយកមួយក៏បានយកពីរក៏បានចាបើសិនជាត្រូវហើយសំយក5ក៏បានដែរបងដោយសារតែបាទនេះគឺលក់លឿនបងកំងមុនបានមុនអញ្ចឹងណាបងមកឲ្យធ្វើការកក់សិនក៏បានដែរធានាខាងឃ្លាំងនិយាយទៅបងមិនចាំបាច់កក់លុយទាំងអស់បងគ្រាន់តែប្រាប់ទៅគឺខាងខ្ញុំនឹងទុកធានាជូនបងថាមកប្រែទុកក៏បានជូនបងដល់ថ្ងៃបងមកយកតែម្ដងណាតែខ្ញុំសូមអធិស្ឋានចិត្តបងសូមកុំកក់យូរថ្ងៃពេកដូចជាទុករហូតដល់មួយខែអីនោះវារៀងយូរដែរអញ្ចឹងណាបងព្រោះអាវ៉ាន់យើងចូលស្តុបរហូតយើងអាចបកក់ទុកនៅក្នុងឃ្លាំងនឹងដើម្បីកូរបានទេអញ្ចឹងបើសិនជាបងអាចសេរីស្រង់បានចឹងបងអាចជួយធ្វើមួយអាទិត្យឬក៏10ថ្ងៃអីហ្នឹងបងជួយមកយកចឹងទៅឬក៏2អាទិត្យអីអញ្ចឹងណាបងហៅណាបានទៀតខាងឃ្លាំងទុកក៏បានជូននោះបងចាព្រោះថាដោយសារតែយើងចង់ឲ្យបងភ្ញៀវដែលគាត់ថ្មីមានបទពិសោធន៍ក្នុងការរកស៊ីជាមួយនឹងគ្នាចាហើយគាត់ដូចថាគាត់សំដងតិចដើម្បីគាត់មកធ្វើការទិញយើងក៏បានដែរអញ្ចឹងណាហើយដើម្បីជាការទុកចិត្តទាំងអស់គ្នាព្រោះមានបងខ្លះគាត់ដើម្បីជាការទុកចិត្តគាត់ឡើងមកណូតទៅលើអាវ៉ាន់របស់គាត់នឹងហើយគាត់ឡើងសរសេរចាហើយក៏គាត់ធ្វើការកក់ទៅតាមលុយរបស់គាត់ដូចថាកក់ពាក់ក្រាសិនក៏បានកក់$10-20សិនក៏បានក៏មានម៉ួយដែលគាត់កក់បែបនឹងដូចគ្នាហើយយើងក៏មានជាប្រភេទកក្អមបងកក្អមចូលមកសានេះចម្រោះពណ៌ចម្រោះ color ស្អាតខ្លាំងយកតែមែនតែនបងជាមួយនឹងកក្អម grade Aអ្នកលក់មិននិយាយតែមាត់ទេណាឡើងមកកាត់ផ្ទាល់មើលវ៉ាន់ផ្ទាល់តែម្ដងទៅហើយក៏មានលេខកូដដែលមានជាប្រភេទអាវហូឌីមានមួកមានរូតជាមួយនឹងអាវហូឌីកមុំមកចូលគ្នាហើយណាបងគឺថាហូឌីមានមួកមកគឺថាមកគីពេញតែម្ដងហើយជាមួយនឹងហូឌីក៏មូមកគីពេញតែម្ដងអត់ដែរមកចូលគ្នាណាដោយសារតែមានការสนับสนุนពីបងដែលគាត់លក់អនឡាញហើយគាត់ចង់លក់ជាចម្រោះបែបហ្នឹងដោយសារតែគាត់លក់ខោផងលក់ខោស្ពណ៌ផងអញ្ចឹងគាត់អត់ចង់យកកាត់ទៅកោវាច្រើនអញ្ចឹងណាលេខកូដជើងនេះសារនេះមានមកហើយបើនិយាយពីរឿងតម្លៃវិញអែមតែម្ដងជូនបងហើយក៏សូមបញ្ជាក់ទៅដល់ទីតាំងផ្ទាល់តែម្ដងដែលមួយគាត់មកគាត់ថាចាអ៊ុយបងខ្ញុំហ៊ានសួរផ្លែឃ្លាំងមួយថ្ងៃលក់ម្ដងពី5គីប3គីបទិញ10គីបឡើងទៅបានលក់ឲ្យអត់មានរឿងហេតុការណ៍នឹងបែបឡើងកាត់ឡើងទេណាបងណាគឺថាបងទិញតែមួយគ្រាប់ក៏លក់ជូនដែរហើយលក់តម្លៃបោះដុំជូនបងទៀតដោយសារមូលហេតុអីយកគ្នាធ្វើមើលរកស៊ីចាប់ដៃគ្នាពីដំបូងទៅដើម្បីបងស្គាល់